ជីដេវីតនិងទេពបូព្រឹកបង្ហាញអត្តសញ្ញាណខ្មែរយ៉ាងសំសួនក្នុងព្រឹត្តិការណ៍តាំងពីពណ៌លំដាប់ពិភពលោកមួយនៅអូសាកាប្រទេសជប៉ុនថ្មីនេះអ្នកលេងបណ្ដាញសង្គមនានាជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េបលោកជីដេវីតនិងអ្នកនាងទេពបូព្រឹកបានចាប់អារម្មណ៍គូស្វាមីភរិយាមួយគូនេះយ៉ាងខ្លាំងខណៈអ្នកទាំងពីរបានបង្ហាញវត្តមានក្នុងកម្មវិធី Expo 2025 អូសាកាកានសៃនៅឯប្រទេសជប៉ុនក្នុងការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នៃការតាំងពិព័រណ៍លំដាប់ពិភពលោកខាងលើនេះដែរលោកជីដេវីតនិងអ្នកនាងទេពបូព្រឹកបានធ្វើឲ្យអ្នកគាំទ្រកម្ពុជាបង្ហាញស្នាមញញឹមនិងមោទកភាពព្រមគ្នាក៏ព្រោះតែអ្នកទាំងពីរបានបង្ហាញនៅអត្តសញ្ញាណខ្មែរដោយស្លៀកឈុតហូលផាមួងចូលរួមកម្មវិធីខាងលើនោះគួរជម្រាបថាកម្មវិធី Expo 2025 អូសាកាកានសៃគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយដែលរៀបចំរយៈពេល6ខែចាប់ពីថ្ងៃទី13ខែមេសាដល់ថ្ងៃទី13ខែតុលាឆ្នាំ2025នៅទីក្រុងអូសាកាប្រទេសជប៉ុនជាមួយនឹងប្រធានបទការរចនាសង្គមអនាគតសម្រាប់ជីវិតរបស់យើងក្នុងនោះដែរមានបណ្ដាប្រទេសចូលរួមបង្ហាញចំនួនប្រមាណ158ប្រទេសដោយរួមមានប្រទេសកម្ពុជាយើងផងដែរ